Ok ថ្ងៃនេះយើងមានវីដេអូមួយទៀតដែលជាវីដេអូទាក់ទងនឹងការកែពណ៌នៅលើ Lightroom ដែលយើងផ្ដោតទៅលើ outdoor អូខេដែលវីដេអូថ្ងៃនេះយើង special តិចដោយសារទីមួយអតិថិជនយើងក៏បានរើសរូបខ្លួនឯងស្រាប់យើងមានគ្រប់វ័យហ្មងទាំងប៉ាម៉ាក់គាត់ហើយនឹងគាត់អញ្ចឹងខ្ញុំនឹង challenge ខ្លួនឯងហើយនឹង share ចែករំលែកវីដេអូហ្នឹងថាតើវីដេអូយើងកែ color បែបម៉េចដើម្បីស័ក្តិសមនឹងពួកគាត់ដើម្បីទៅតាមវ័យដែលពួកគាត់ចង់បានអូខេអញ្ចឹងក្រោយពីរើសរូបហើយខ្ញុំបានបង្កើតជា collection មួយហើយដោយសារកាមេរ៉ាវាមានច្រើនអញ្ចឹងខ្ញុំគិតថា search ជា file name ហ្មងទៅដើម្បីងាយស្រួលអូខេកត់រើសរូបបានស្អាតៗមែនតើអូខេចឹងខ្ញុំចាប់ផ្ដើមពីនៅអង្គរវត្តមួយតាមរយៈប៉ាម៉ាក់គាត់មុនអូខេចុច develop អូខេយើងចុច develop មកខ្ញុំទាញមកនេះដើម្បីងាយស្រួលទាញបើកឲ្យធំដើម្បីងាយស្រួលមើលពណ៌អូខេកាមេរ៉ានេះថតដោយ Nikon Z Nikon Z ជាមួយនឹង lens 7200អូខេអញ្ចឹងខ្ញុំក៏ចាប់ផ្ដើម try tune ណាមួយអូខេខ្ញុំប្រើ natural tune ហ្នឹងហើយខ្ញុំនឹង check white balance អូខេយើងអាចមើល basis នេះបានខ្ញុំអត់មានន័យធ្វើបញ្យល់រឿង basis ហ្នឹងទេដោយសារតែ level ដែលខ្ញុំបរៀនហ្នឹងគឺជា level ដែលរៀងខ្ពស់អញ្ចឹង basis វាអត់សូវសំខាន់ប៉ុន្មានទេដោយសារតែគ្នាយើងមួយចំនួនធំគាត់មានបទពិសោធន៍ទៅលើ basis គឺយើងធ្វើម៉េចឲ្យថ្លាឲ្យថ្លាឲ្យស្អាតតាមដែលធ្វើទៅបានល្មមមិនដិតពេកមិនស្រាលពេកមិនក្រហមពេកមិនខៀវពេកអូខេអញ្ចឹងអាចមើល basis របស់ខ្ញុំបានអូខេដែលកលឹះធំរបស់ខ្ញុំដែលខ្ញុំចែករំលែកគឺតើតទៅនឹង white balance គឺធ្វើ white balance ឲ្យត្រឹមត្រូវរូបភាពនឹងស្អាតហើយសម្រាប់ការ creative អស់ហ្នឹងវាទៅតាមរសជាតិរៀងខ្លួនទេអ្នកខ្លះចូលចិត្តដិតខ្លាំងបៃតងចាស់បៃតងខ្ចីអាហ្នឹងខ្ញុំអត់ជាសំខាន់សម្រាប់ខ្ញុំទេសង្ឃឹមថាបងប្អូនគ្នានឹងធ្វើអីដែលស្រឡាញ់អីដែលខ្លួនគិតថាល្អស្អាតអ្នកបងប្អូនគ្នាអាចធ្វើទៅអញ្ចឹងខ្ញុំស្រឡាញ់ប៉ុណ្នេះខ្ញុំគិតថាប្រភេទរូបធម្មជាតិវារស់បានយូរមានន័យថារូបវាច្រើនចំនួនវានៅតែអត់សាំភ្នែកអញ្ចឹងយើងអាចនៅប្រើគ្រប់វ័យបានអញ្ចឹងក៏ខ្ញុំស្រេចចិត្តប្រើរូបធម្មជាតិអញ្ចឹងយើងចាប់ផ្ដើមយើង crop យើងអីតម្រែតម្រង់ឲ្យស្អាតបើសិនជាវាដិតពេកយើងបន្ថយតិចតួចយើងស៊ីនតទៅអូខេសម្រាប់កុំព្យូទ័ររបស់ខ្ញុំអត់សូវលឿនមែនទេដោយសារតែនេះកុំព្យូទ័រចាស់ខ្ញុំប្រើច្រើនឆ្នាំហើយវាសល់ចំនួនអាចថាចំនួនទី10 Core i7 ចំនួនទី10អញ្ចឹង Lightroom នេះវាដើរនៅលើ Windows វាមិនសូវជាល្អមែនទេបើសម្រាប់ Mac គឺល្អជាងនឹងលឿនជាងនឹងដោយសារ Mac OS វា optimize ជាមួយនឹងLightroom ល្អជាង Windows តែ Windows លុះត្រាតែយើងប្រើកុំព្យូទ័រចំនួន14 15 13 14ឡើងបានវាដើរ smooth ល្អចុងមកដល់កន្លែងនេះបើសិនជាខាងក្រោយវាឆេះហើយយើងអត់មានជម្រើសទេយើងអាចថានឹង mask background តិចតួចយើង mask background អូខេយើង mask ប៉ុន្តែវាមើលទៅវាអាក្រក់មើលពេកអញ្ចឹងយើងតម្លាក់ទៅ highlight តិចបានហើយតម្លាក់វាយតិចតួចមកហើយតម្លាក់ expose តិចតួចអញ្ចឹងយើងមើលទៅឲ្យវាមើលទៅវាធម្មជាតិដែលជាកលឹះនៃខ្ញុំកែគឺយើងកែបែបធម្មជាតិមានន័យថាយើងកែកុំឲ្យគឺមើលទៅវាដូចកែហ្មងវាអាក្រក់មើលនិយាយទៅឧទាហរណ៍ចេះវាអាងឹតខាងក្រោយមែនតែមនុស្សមិនដែរអញ្ចឹងវា
មើលទៅវាអត់ professional អូខេអញ្ចឹងខ្ញុំស៊ីនរូបនឹងដែរខ្ញុំ apply ជាមួយម៉ាស់ហ្នឹងមិនថាអាម៉ាស់ background ខាងក្រោយហ្នឹងខ្ញុំគ្រីសវាឲ្យវាទៅដែរអូខេអញ្ចឹងសម្រាប់បាត់គ្រឹះ Lightroom បងប្អូនគ្នាវាមានចែករំលែកច្រើននៅលើ YouTube បរទេសក៏មានអីក៏មានខ្ញុំគិតថាសម្រាប់បាត់គ្រឹះយើងអាចរៀនខ្លួនឯងបានតែបើសិនអ្នកបងប្អូនគ្នាចង់បាន Lightroom ដែលកម្រិត level រឿងខ្ពស់យើងទៅធ្វើម៉េចអាច contact ខ្ញុំបានខ្ញុំមាន course video course Lightroom ដែលខ្ញុំធ្វើប្រចាំហ្នឹងដែល video course ហ្នឹងយើងមានបាត់គ្រឹះប៉ុន្តែបាត់គ្រឹះបែបលឿនងាយអត់រៀនកន្លែងណាដែលយើងអត់ប្រើទេអូខេជាងខ្ញុំឆ្លាញ់ប៉ុណ្នេះហើយអូខេចឹងខ្ញុំបន្តទៀតហើយទៀតយើងដល់រូបកូនកន្លោះកូនកំមុំហ្នឹងចឹងយើងស៊ីននឹងមូលហេតុអីបានយូរដោយសារតែយើងស៊ីន apply មួយម៉ាស់អញ្ចឹងកាលណាតែយើង apply មួយម៉ាស់អញ្ចឹង VGA វាដំណើរការខ្ពស់ដែរអញ្ចឹងវា run CPU និង VGA រៀងខ្ពស់ខ្ញុំប្រើ RTX 3060 VGA ហ្នឹងវាមិនជាធំអីប៉ុន្តែវាល្អសម្រាប់ថតកែរូបភាពសម្រាប់វីដេអូ 4K អីអាចកាត់បានហើយ game អីក៏អូខេដែរសម្រាប់ CPU របស់ខ្ញុំរៀងអន់តិចចំនួន10សិនជាបានចំនួន13អីល្អប៉ុន្តែខ្ញុំបាន RAM បានអីនឹង VGA ជួយច្រើនអញ្ចឹងខ្ញុំនៅតែប្រើវាបានអូខេអញ្ចឹងយើងក្របគេត្រង់មកចាំយើងចូល Photoshop យើងបន្ថែមពលឺបន្ថែមស្បែកគាត់ឲ្យរៀង smooth ជាងនឹងបន្តិចមកគឺស្អាតហើយអញ្ចឹងកែរូបយើងអាស្រ័យទៅលើការ convert អានេះខ្ញុំហៅថា convert ចុះដោយសារ convert ពី raw មកជា pic ចង់និយាយថាយើងសេរីនៅលើ Lightroom ឲ្យបានល្អទៅហើយនៅពេល Photoshop យើងក៏កាត់បន្ថយដែរដូចជាប់មនុស្សអស់ហ្នឹងខ្ញុំគិតថាខ្ញុំធ្វើ Photoshop គិតថាលឿនជាងវាអត់ខាត់ពេលនិយាយថាវាអត់រួចខ្លួនបើយើងធ្វើហ្នឹងក៏ធ្វើបានដែរក៏ថាវាអត់រួចខ្លួនឧទាហរណ៍ថាចេះលុបអញ្ចឹងក៏បានដែរគាត់ថាវានៅទៀតអញ្ចឹងឲ្យ AI វា remove ទៅវា take time ប៉ុន្តែបើយើងធ្វើនៅលើ Photoshop វាលឿនជាងហ្នឹងអញ្ចឹងបាន Lightroom ទោះបីជាចេញ version ណាពិសេសប៉ុណ្ណាក៏ខ្ញុំអត់សូវខ្វល់ដែរគឺខ្ញុំខ្វល់តែនៅលើ Photoshop ឃើញយូរចង់2នាទីអញ្ចឹងរកស៊ីអីមិនទាន់គេបើ Photoshop អាចថា15 second ថាកុំព្យូទ័រយើងលឿនប៉ុណ្ណាក៏ដោយក៏មិនលើសនឹងមិនមែនទេដោយសារតែ AI នៅលើ Lightroom ខ្ញុំអត់ដឹងមិនដែរគឺវាដំណើរការយឺតជាងគេមិនសូវជាប្រើនៅលើ Lightroom ទេគេប្រើនៅលើ Photoshop ណាអូខេអូ sorry ខ្ញុំភ្លេចលុប AI remove ខ្ញុំត្រូវលុបសារថ្មីខ្ញុំត្រូវស៊ីនដក AI នឹងចោលអូខេឲ្យវាទៅតែម៉ាស់អូខេទៅតែម៉ាស់អញ្ចឹងបើសិនជាយើងមានអារម្មណ៍ថារូបថតនឹងវារៀងដិតពេកយើងអាចបន្ថយ white balance បន្តិចឲ្យរៀងខៀវជាងមុនបន្តិចហើយនឹងដកពណ៌នេះពណ៌លឿងឬមួយក៏ពណ៌បៃតងចេញខ្លះកុំឲ្យវាដិតជាងមនុស្សយើងអញ្ចឹងមិនខ្ញុំចេះបញ្យល់ភ្ញៀវថាបងកុំចង់បានរូបណាដែលដិតខ្លាំងពេកវាធ្វើឲ្យបាត់មនុស្សហើយថា background EC មនុស្សបាត់ហើយវាដិតជាងសវលជាងមនុស្សអញ្ចឹងវាមើលទៅរូបនឹងវាសាមញ្ញពេកវាបុរាណខ្លាំងពេកអ
ថតយើងត្រូវរកហេតុផលឲ្យភ្ញៀវមិនរលេះឲ្យភ្ញៀវទេគឺព្យាយាមរកដំណោះស្រាយរកហេតុផលឲ្យភ្ញៀវដើម្បីឲ្យភ្ញៀវក៏បានរូបស្អាតអូខេអូខេនេះជារូបថត family អូខេអញ្ចឹងយើងនឹង clean សម្អាតមនុស្សបន្តទៀតបាទអូខេអញ្ចឹងចាប់ពីរូបថតនេះទៅយើងចូលដល់រូបថតគុណកន្លោះគុណកំមុំម្ដងអូខេអញ្ចឹងខ្ញុំសូម skip វីដេអូនឹងមួយ clip សិនដើម្បីរូបថតកន្លោះកំមុំខ្ញុំដាក់មួយ clip ផ្សេងទៀតណាអូខេ